Assalamualaikum យើងជួបគ្នាសាជាថ្មីម្ដងទៀតពាក់ព័ន្ធជាមួយនឹងការបង្កើត app ហើយនៅក្នុងវីដេអូនេះគឺយើងនឹងបន្តមេរៀនរបស់យើងដោយសារតែវីដេអូមុនយើងបានបង្កើតយើងបាន set up ទៅលើ Flutter នៅក្នុង computer យើងហើយអញ្ចឹងវីដេអូនេះគឺយើងនឹងទៅបង្កើត project មួយនៅក្នុង Flutter តែម្ដងអញ្ចឹងមុននឹងយើងចាប់ផ្ដើមខ្ញុំសូមបង្ហាញពាក់ព័ន្ធជាមួយនឹង framework ឬក៏ structure របស់ Flutter ជាមុនសិនFlutter គឺអត់មានអីញញ៉ៃទេបើន័យថា code Flutter មួយគឺយើងអាចបង្កើត app បាន2ទាំង iOS និង Android ហើយ structure Flutter គឺអត់មានអីច្រើនទេគឺវា relay ទៅលើ scaffold នេះហើយនៅក្នុងហ្នឹងគឺនៅក្នុង app យើងដូចជាយើងបានឃើញស្រាប់ហើយគឺទី1គឺ app bar ហ្នឹងគឺជា app មួយវានៅខាងលើណាវាមាន element មួយវានៅខាងលើ app របស់យើងហ្នឹងហើយនឹង body អញ្ចឹងវាមានតែ2ទេដែលយើងនឹងត្រូវធ្វើបើន័យថាទី1គឺ app bar នឹងឯង app bar គឺវានៅខាងលើហើយ body ហ្នឹងគឺជា information ដែលយើងដាក់នៅក្នុង app ខាងក្នុងអញ្ចឹងខ្ញុំនឹងបង្ហាញជាគំរូមួយដែលយើងអាចយល់បន្ថែមទៅលើapp bar និង body អញ្ចឹងវាមានតែ2ទេដែលយើងត្រូវធ្វើឥឡូវតោះយើងមកចាប់ផ្ដើមពាក់ព័ន្ធជាមួយនឹងយើងបង្កើត project តែម្ដងជាទូទៅពេលដែលយើងបើក Android Studio មកយើងនឹងឃើញទម្រង់បែបនេះសម្រាប់អ្នកដែលគាត់អត់ទាន់មាន project អីទេគឺគាត់អត់ឃើញ project list នៅក្នុងនេះទេប៉ុន្តែអ្វីដែលយើងនឹងឃើញគឺយើងនឹងឃើញ blank និងមួយទៀតយើងនឹងឃើញប៊ូតុងខាងលើនេះ3នេះcreate new project នេះឬក៏យើងប្រើ Flutter project នេះអញ្ចឹងពេលដែលយើង set up Flutter ហើយគឺវានឹងបង្ហាញទៅលើ Flutter project មួយនៅនេះអញ្ចឹងយើងគ្រាន់តែ click ទៅលើកន្លែង new Flutter project ទៅបន្ទាប់មកអានេះយើង Flutter របស់យើងត្រូវហើយបន្ទាប់មកទៀតយើង click next មកហើយយើងដាក់ឈ្មោះអ្វីក៏បានដែរឥឡូវខ្ញុំដាក់ project ទី1ឥឡូវខ្ញុំដាក់ project 1ឬក៏ខ្ញុំប្រើ slash project 1អញ្ចឹងពេលដែលយើងដាក់ project ហើយយើងអាច select ទៅលើភាសាដែលយើងប្រើសម្រាប់ Android ហើយយើងប្រើ Java ក៏បានយើងប្រើKotlin ក៏បានអញ្ចឹងរបស់ខ្ញុំគឺខ្ញុំអត់ប្រើ Java ទេគឺខ្ញុំ select ទៅលើ Kotlin បន្ទាប់មក platform ណាដែលយើងចង់បង្កើតបានន័យថា Flutter វាបង្កើតបានទាំង iOS និង Android សូម្បីតែ macOS web Windows អីគឺវាបង្កើតបានទាំងអស់ដែរអញ្ចឹងយើង click ទាំងអស់នេះមកហើយយើង click create អញ្ចឹងវានឹងចាប់ផ្ដើម create project ឲ្យយើងអូខេឥឡូវ project យើងបានហើយឥឡូវយើងសាកមើលតើវាមានទម្រង់បែបណានៅពេលដែលយើងបានបង្កើតហើយឥឡូវខ្ញុំសូមបើកអធិស្ឋានខ្ញុំនឹង separate screen emulator screen emulator នេះយើងអាចរកបាននៅពេលដែលយើង set up Flutter និង Visual Studio ហើយយើងអាច click កន្លែង device manager នេះយើងនឹងឃើញ list តែបើសិនជាយើងអត់ឃើញនៅក្នុង list ទេយើងចុចកន្លែង add ថ្មីពេលដែលយើង add នេះគឺយើង add យើង create visual device អញ្ចឹងយើងគ្រាន់តែ create កន្លែង visual device នេះមកហើយយើង select model ទូរស័ព្ទណាដែលយើងចង់ឲ្យវាដាក់អញ្ចឹងរបស់ខ្ញុំគឺខ្ញុំមានហើយនេះអញ្ចឹងខ្ញុំអូខេឥឡូវខ្ញុំសូមបើកDixon អូខេសូមចាំវាបន្តិចនេះជា device Pixel 7 Pro អញ្ចឹងឥឡូវយើងបានrun បានន័យថាយើងបានបើកនៅប្រព័ន្ធខាងទូរស័ព្ទ digital ហើយអញ្ចឹងអ្វីដែលយើងត្រូវធ្វើគឺយើងត្រូវ run វាសាកល្បងសាកមើលតើវាមានរូបរាងបែបណានៅពេលដែលយើងបង្កើតបានដំបូង
ឥឡូវយើង click កន្លែងខាងលើមកហើយយកប្រភេទទូរស័ព្ទដែលយើងបាន run មិញហ្នឹង7 Pro នេះហើយយើង click run អញ្ចឹងនៅពេលដែលយើង run គឺវានឹងប្រើពេលបន្តិចដោយសារតែ project យើងគឺ project ថ្មីអញ្ចឹងវានឹងread រៀងយូរបន្តិចឥឡូវនៅពេលដែលវាកំពុង read ខ្ញុំនឹងបញ្យល់បន្ថែមទៀតពាក់ព័ន្ធជាមួយនឹង structure នៅពេលដែលយើងបង្កើតproject ដំបូងមកគឺអ្វីដែលយើងនឹងឃើញគឺទី1គឺ folder របស់ Android ហើយទី2គឺ folder របស់ iOS ប៉ុន្តែអ្វីដែលយើងត្រូវធ្វើគឺយើងអត់ attach ទៅលើ folder ទាំងពីរហ្នឹងទេអ្វីដែលយើងនឹងធ្វើពាក់ព័ន្ធជាមួយនឹងការបង្កើត page មួយហ្នឹងគឺយើងនឹងបង្កើតនៅក្នុង lib នេះ lib នឹង main នេះអញ្ចឹងយើងបង្កើត screen អីមួយគឺយើងបង្កើតនៅក្នុង lib ហើយ lib នេះវានឹង read ទាំង iOS និង Android អញ្ចឹងនៅក្នុង folder Android និង iOS យើងមិនបាច់ប៉ះវាទេឥឡូវខ្ញុំនឹងចាំវាឲ្យវា run សិនអូខេឥឡូវវា run ហើយអញ្ចឹងអ្វីដែលយើងនឹងឃើញគឺវាមាន screen មួយអញ្ចឹង screen នេះយើងដូចជាយើងបានឃើញហើយទី1គឺខាងលើនេះគឺយើងហៅវាថាជា app bar បើន័យថាទិន្នន័យខាងលើនេះយើងហៅវាជា app bar ហើយខាងក្រោមនេះទិន្នន័យទាំងអស់នៅខាងក្រោមនេះគឺយើងហៅវាថាជា body ហ្នឹងបានន័យថាកន្លែងដែលយើងបន្ទុកយើងរៀបរាប់ជាកន្លែង information របស់យើងនឹងឯងអញ្ចឹងនេះជាពេលយើងបង្កើតមកគឺវាឃើញបែបនេះវាមានជា sample ឲ្យយើងមើលពេលយើង click ទៅវា load ចំនួនលេខអញ្ចឹងនេះជាគំរូសាក់លបងដែលគេឲ្យមកពេលដែលយើងបង្កើត project នឹងឯងតែដូចខ្ញុំបានបញ្ជាក់អញ្ចឹងនៅក្នុង lib នេះយើងអត់ទាន់មានអីទេយើងមានតែ main មួយ main ហ្នឹងគឺសម្រាប់ read screen នេះឯងហើយយើងអត់ទាន់មានអីទេនៅក្នុងនេះហើយនេះជា title នៅខាងលើរបស់យើងនេះគឺយើងមាន Flutter demo អីនេះគឺtitle នេះឯងអញ្ចឹង